សួស្តីប្រិយមិត្តអ្នកទស្សនាទាំងអស់ជាទីមេត្រីពលជួបគ្នាជាថ្មីមកកាន់ Channel ដំណាក់ខ្មៅកន្លែងសម្រាប់រឿងរ៉ាវភ័យរន្ធត់អាកំបាំងវិញ្ញាណអាក្រក់ថ្ងៃនេះខ្ញុំមានរឿងថ្មីមួយនិទានជូនអ្នកទាំងអស់គ្នាកុំខ្លាចអីតោះចូលទៅសាច់រឿងយើងទាំងអស់គ្នាក្នុងរាត្រីយប់ស្ងាត់មេឃងងឹតឈឹងគ្មានសូម្បីតែពន្លឺផ្កាយបរិយាកាសប្រែជាស្ងាត់ជ្រងំខុសពីធម្មតាខ្ញុំកំពុងដើរតាមផ្លូវតូចចង្អៀតមួយត្រឡប់មកផ្ទះវិញតាមផ្លូវមានភ្លើងអំពូលបំភ្លឺផ្លូវមួយដែលភ្លឺតិចញាក់រកតែរលត់ក្នុងរាត្រីនោះមានខ្យល់ត្រសៀកត្រជាក់ស្រាប់ខុសពីរាល់ដងពេលខ្ញុំដើរដល់កន្លែងងងឹតមួយមានខ្យល់ត្រជាក់បក់កាត់កញ្ចឹងកខ្ញុំហើយឮសំឡេងស្រាលមួយនិយាយពីខាងក្រៅខ្នងកុំមើលសំឡេងនោះស្អកតែហាក់មានអំណាចជាខ្លាំងធ្វើឲ្យវិញ្ញាណខ្ញុំស្ពឹកជើងខ្ញុំដែលកំពុងអស់ជំហានគៀងទៅមុខលែងរួចដូចគេចាប់ចងជាប់បេះដូងខ្ញុំលូតដឹបហឹងត្រជាក់ក្នុងចិត្តខ្ញុំចាប់ផ្ដើមជជែកគ្នាកុំមើលអីបើគេប្រាប់មិនឲ្យមើលគឺកុំមើលវាជាចោរជាមិត្តភក្តិឬជាខ្មោចខ្ញុំកាន់តែចង់ដឹងចង់ឃើញដៃខ្ញុំញ័រទៅត្រាក់បែកញើសស្រាប់ពេញខ្លួនហើយសម្រេចចិត្តសាក់លបងងាកក្បាលមកក្រោយព្រះអើយជួយផងខ្ញុំស្ទើរតែគៀងបេះដូងព្រោះអ្វីដែលខ្ញុំឃើញគឺមិនមែនជាចោរកាយសាហាវឬជាខ្មោចអាក្រក់ទេតែជារូបរាងកាយមួយពេលអាវយឺតពណ៌សប្រឡាក់ដីស្រមោកវានោះគឺជារូបខ្ញុំម្នាក់នោះបានងើបមុខយឺតប្រឡងភ្នែកមានគ្រាប់សដូចពងមាន់កំពុងសម្លឹងមកខ្ញុំហើយញញឹមគួរឲ្យខ្លាចចង់គៀងបេះដូងពេលវាញញឹមបបេមាត់វារយះដល់គុំត្រចៀកឃើញធ្មេញតូចសស្ញាញប្រាប់ឲ្យតើថាកុំមើលឃើញបែបនេះខ្ញុំខំប្រមូលស្មារតីរត់សំដៅទៅបង្គោលភ្លើងដែលមានពន្លឺខ្ញុំរត់ទើបមិនងាកក្រោយឡើយព្រមជាមួយគ្នានោះក៏ឮសូរសំឡេងដង្ហើមដង្ហក់ដូចជាមាននរណាម្នាក់កំពុងរត់ដេញតាមខ្ញុំពីក្រោយជាប់រត់មកដល់ទីភ្លឺខ្ញុំនិយាយលួងខ្លួនឯងទេវាគ្រាន់តែជាការយល់ច្រឡំគ្រាន់តែជាការយកសពអាក្រក់ប៉ុណ្ណោះដល់ក្រោមបង្គោលភ្លើងខ្ញុំអោនយកដៃទប់ក្បាលជង្គង់ព្រោះហត់ជាខ្លាំងពេលនោះខ្ញុំស្ទើររស់ព្រលឹងម្ដងទៀតព្រោះស្រមោលក្រោមពន្លឺមិនមែនជាកាយវិការដូចខ្ញុំទេពេលខ្ញុំអោនស្រមោលនោះកំពុងឈរត្រង់ភ្លឹងហើយវាក៏ងាកមកសម្លឹងខ្ញុំក្នុងកាយវិការលោកដៃមកច្របាច់កខ្ញុំភ័យពេកក៏បដូរខ្លួននឹងថ្នល់ស្រមោលនោះរលាយបាត់ទៅខ្ញុំខំប្រមូលកម្លាំងរត់មកផ្ទះចូលបន្ទប់ចាក់សោជាប់ហើយឡើងដេកហុំពួយ3ជាន់ចិត្តឈឹងកំពុងតែស្ងប់ស្ងាត់ឯងរត់មិនរួចទេព្រោះយើងគឺជាផ្នែកមួយនៃជីវិតឯងព្រោះឯងបានព្យាយាមសម្លាប់យើងកាលពី10ឆ្នាំមុនខ្ញុំមានអារម្មណ៍ថាមានដៃត្រជាក់ស្រេបដូចតកកំពុងចាប់កជើងខ្ញុំក្នុងភួយពេលខ្ញុំដឹងថាវាជាបាបកម្មដែលខ្ញុំបានធ្វើកាលពីមុនឥឡូវនេះគឺដល់ពេលគេមកយកជីវិតខ្ញុំវិញហើយដៃដ៏ត្រជាក់ស្រេបនោះបានទាញវិញ្ញាណខ្ញុំឲ្យធ្លាក់ចូលក្នុងពិភពស្រពេចស្រពិលបន្ទប់ដេកខ្ញុំរលាយបាត់ជំនួសមកវិញនៅទិដ្ឋភាពផ្លូវលំមួយកាលពីជាង10ឆ្នាំមុនវាជាយប់ដែលមានភ្លៀងធ្លាក់ជោកជាំឃើញរូបភាពខ្ញុំកាលពីនៅក្មេងកំពុងបាក់ឡានយ៉ាងលឿន
ញរូបភាពខ្ញុំកាលពីនៅក្មេងកំពុងបើកឡានយ៉ាងលឿនដោយស្រវឹងជោគឡានបានរេជង្គោទៅបុកបរិសម្នាក់ដែលកំពុងបណ្ដើរម៉ូតូលឺសូផាំងប៉ើងបរិសនោះទៅបុកដើមឈើដេកដួលក្នុងថ្លុកឈាមខ្ញុំឃើញខ្លួនឯងចុះពីឡានជាមួយដំណើរត្រេតត្រោតទៅមើលបរិសនោះស្រាប់តែគាត់បើកភ្នែកឡើងព្រឹមសម្លឹងមកខ្ញុំដៃដែលរយះស្បែកអស់សល់តែឆ្អឹងលើកដាក់ជើងខ្ញុំជួយខ្ញុំផងដោយខ្លាចមានទោសជាប់គុកខ្ញុំសម្រេចចិត្តធ្វើរឿងថោកទាបមួយគឺបានក្រួយបេះដៃគាត់ចេញហើយឡើងឡានបាក់រត់គេចទៅទុកឲ្យគាត់រងនៅការជឿចាប់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម កណ្ដាលរាត្រីភ្លៀងធ្លាក់ខ្លាំង ឯងបានទុកយើងឲ្យដេកស្លាប់ម្នាក់ឯងកណ្ដាលភ្លៀង សំឡេងនេះបន្លឺឡើងកាប់ផ្ដាច់រូបភាពអតីតកាលរបស់ខ្ញុំភ្ញាក់កន្ត្រាក់ដឹងខ្លួនឡើងវិញក្នុងបន្ទប់ដេកទៀងញើសជោកប៉ុន្តែអ្វីដែលរន្ធត់បំផុតគឺនៅចុងក្រែរបស់ខ្ញុំបរិសម្នាក់នោះកំពុងតែឈរហើយសម្លឹងមកខ្លួនគាត់សើមជោកដោយទឹកភ្លៀងលាយឡំជាមួយឈាមខ្មៅហូរខាប់ចេញពីក្បាលគាត់មុខរបស់គេគឺជាមុខរបស់ខ្ញុំប៉ុន្តែជាមុខដែលខ្ទេចខ្ទីដោយសារឡានបុក 10 ឆ្នាំតែឯងរស់នៅយ៉ាងមានក្តីសុខគឺជា10 ឆ្នាំតែយើងរងចាំក្នុងភាពងងឹតយប់នោះនៅពេលដែលឯងងាកមកមើលយើងបានន័យថាឯងទទួលយកព្រមក្នុងការដោះដូរហើយឯងទៅដេកក្នុងដីជំនួសយើងវិញ ភ្លាមនោះការ៉ូទាំងមូលក្នុងបន្ទប់ចាប់ផ្ដើមទៅជាទុនជ្រាយដោយភក់ជ្រាំហើយបានស្រូបជើងខ្ញុំចូលទៅក្នុងដីបន្តិចម្ដងទោះបីជាខំស្រវាតោងយ៉ាងណាក៏មិនអាចទប់ជាប់ដែរដងខ្លួនខ្ញុំមួយកំណាត់ក្រោមបានលិចចូលទៅក្នុងផ្ទៃការ៉ូខ្មៅងងឹតកម្លាំងស្រូបនោះខ្លាំងក្លាណាស់ហាក់ដូចជាមានដៃរាប់ពាន់កំពុងទាញជើងខ្ញុំខំស្រែកហៅឲ្យគេជួយប៉ុន្តែសំឡេងដែលចេញពីមាត់ខ្ញុំប្រែជាស្ងាត់សូន្យឈឹងនៅចំពោះមុខខ្ញុំរូបខ្ញុំម្នាក់ទៀតនោះចាប់ផ្ដើមប្រែប្រួលស្នាមរបួសដែលខ្ទេចខ្ទីលើផ្ទៃមុខចាប់ផ្ដើមជាសះស្បើយយ៉ាងអស្ចារ្យស្បែកដែលស្លេកស្លាំងប្រែទៅជាមានឈាមរត់មាត់ដែលធ្លាប់តែញញឹមដល់ស្លឹកត្រចៀកចាប់ផ្ដើមវិលមកជារាងមាត់ធម្មតាវិញវាកំពុងតែស្រូបយកភាពជាមនុស្សពិតប្រាកដពីខ្លួនខ្ញុំដើម្បីទៅបំពេញឲ្យខ្លួនវាកុំធ្វើបែបនេះខ្ញុំសុំអង្វរវាដើរយឺតមកឈរក្បែរខ្ញុំអោនចុះហើយខ្សឹបដាក់ត្រចៀកខ្ញុំដោយសំឡេងជាសំឡេងរបស់ខ្ញុំផ្ទាល់មិនបាច់បារម្ភទេយើងនឹងមើលថែជីវិតឯងឲ្យបានល្អយើងនឹងមើលថែម៉ាក់ឯងនឹងទៅធ្វើការងាររបស់ឯងហើយយើងនឹងប្រើប្រាស់ឈ្មោះរបស់ឯងចំណែកឯងត្រូវតែរស់នៅក្នុងកន្លែងដែលយើងរងចាំឯងអស់រយៈពេល10 ឆ្នាំមកនេះវាងងឹតណាស់វារងាណាស់ហើយវាគ្មានទីបញ្ចប់ឡើយរំពេចនោះវាដោះនាឡិកាដៃដែលបែកមុខរបស់វាមកពាក់លើកដៃខ្ញុំវិញពេលស្បែកយើងប៉ះគ្នាខ្ញុំមានអារម្មណ៍ដូចជាត្រូវភ្លើងឆក់យ៉ាងខ្លាំងរូបភាពចុងក្រោយដែលខ្ញុំបានឃើញគឺខ្លួនខ្ញុំម្នាក់នោះដើរទៅឆ្លុះកញ្ចក់សិតសក់យ៉ាងស្អាតហើយដើរចេញពីបន្ទប់ដេកបិទភ្លើងងឹតឆឹងបន្ទប់ទាំងមូលងងឹតសូន្យសុងខ្លួនប្រាណខ្ញុំលិចបាត់ទៅក្នុងផ្ទៃការ៉ូខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្លាក់ក្នុងលំហដែលគ្មានទីបញ្ចប់គ្មានដីសម្រាប់ជន់គ្មានខ្យល់ដកដង្ហើមមានតែភាពងងឹតដែលត្រជាក់ដល់ឆ្អឹងខ្ញុំព្យាយាមរើបំរាស់
ប៉ុន្តែដៃខ្ញុំប៉ះនឹងអ្វីម្យ៉ាងដូចជាកញ្ចក់ពេលខ្ញុំប្រឹងសម្លឹងមើលទៅក្នុងកញ្ចក់នោះគឺឃើញបន្ទប់ដេករបស់ខ្ញុំតែបន្ទប់នោះវានៅជ្រុងម្ខាងទៀតនៃកញ្ចក់ដែលមិនអាចប៉ះបានខ្ញុំខ្លាចជាស្រមោលតែជាប់ឃាំងក្នុងកញ្ចក់ជារៀងរហូតហើយនៅក្នុងពិភពនៃស្រមោលពេលវេលាមិនមានន័យទេខ្ញុំឈរមើលទៅពិភពពិតដែលធ្លាប់តែជាជម្រករបស់ខ្ញុំឃើញរូបកាយខ្លួនឯងដែលជាវាម្នាក់នោះរស់នៅក្នុងជីវិតរបស់ខ្ញុំយ៉ាងល្អឥតខ្ចោះវាញញឹមដាក់ម្ដាយខ្ញុំវាអង្គុយញ៉ាំបាយនៅតុដែលខ្ញុំធ្លាប់អង្គុយហើយវាដេកលើគ្រែដែលខ្ញុំធ្លាប់ដេករាល់ពេលដែលវាដើរកាត់កញ្ចក់វាតែងតែងាកមកសម្លឹងខ្ញុំហើយញញឹមបែបចំអកហាក់ដូចជាចង់ប្រាប់ថាជីវិតនេះឥឡូវជារបស់វាហើយរាងកាយខ្ញុំក្នុងភាពងងឹតចាប់ផ្ដើមរលាយបាត់បន្តិចម្ដងភាពឈឺចាប់ដ៏ធំបំផុតមិនមែនជាការបាត់បង់រូបរាងកាយទេប៉ុន្តែគឺជាការដែលត្រូវបំភ្លេចចោលទាំងស្រុងគ្មាននរណាម្នាក់ដឹងថាមនុស្សដែលកំពុងរស់នៅខាងក្រៅនោះគឺជាបិសាចដែលកើតចេញពីបាបកម្មរបស់ខ្ញុំឡើយយប់មួយវាបានដើរចេញទៅក្រៅវាដើរតាមផ្លូវលំកន្លែងដែលខ្ញុំបានមើលវាជាលើកដំបូងខ្ញុំត្រូវបង្ខំដោយកម្លាំងអាកំបាំងឲ្យអណ្ដែតពីក្រោយខ្នងវាក្នុងនាមជាស្រមោលខ្មៅងឹតនៅតាមដងផ្លូវនោះមានបរិសម្នាក់ទៀតកំពុងដើរមកម្នាក់នោះមើលទៅហាក់ដូចជាកំពុងមានវិបដិសារីក្នុងចិត្តគេដើរអោនមុខចិញ្ចាមជ្រួញចូលគ្នាបិសាចដែលដណ្ដប់កាយដោយខ្លួនខ្ញុំនោះវាឈប់ដើរបរិយាកាសជុំវិញប្រែជាត្រជាក់ស្រិបភ្លាមវាបានធ្វើដាក់បរិសម្នាក់នោះដោយដែលវាបានធ្វើដាក់ខ្ញុំវាខ្សឹបទៅបរិសម្នាក់នោះដោយសំឡេងស្រាលកុំមើលបរិសម្នាក់នោះឈប់ស្ងៀមបេះដូងលោតញាប់ខ្ញុំដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ខ្ញុំព្យាយាមប្រើកម្លាំងចុងក្រោយដែលមានស្រែកប្រាប់ឲ្យគេរត់ចេញស្រែកប្រាប់ថាកុំងាកមើលអីប៉ុន្តែសំឡេងរបស់ខ្ញុំគ្រាន់តែជាខ្យល់ដ៏ខ្សៅប៉ុណ្ណោះពេលដែលបរិសម្នាក់នោះសម្រេចចិត្តងាកមើលក្រោយពន្លឺចុងក្រោយនៃវិញ្ញាណរបស់ខ្ញុំក៏រលត់បាត់ទៅខ្ញុំលែងមានវិញ្ញាណទៀតហើយខ្ញុំខ្លាចជាភាពងងឹតដែលរងចាំលេបត្របាក់អ្នកបន្ទាប់ទៀតរឿងខ្លះពេលគេមិនឲ្យមើលគឺមិនគួរមើលមែនព្រោះនៅពេលដែលយើងឃើញការពិតហើយអ្នកប្រហែលជាគ្មានឱកាសនឹងត្រឡប់មកប្រាប់អ្នកដទៃវិញឡើយយ៉ាងណាហើយមើលអ្នកស្ដាប់ទាំងអស់គ្នាតែអ្នកទាំងអស់គ្នាមានការភ័យខ្លាចដែរទេដំណាក់ខ្មៅសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់រឿងនេះពីដើមដល់ចប់សូមអ្នកទាំងអស់គ្នាចុច Subscribe Channel យើងខ្ញុំម្នាក់មួយផងជួបគ្នានៅសាច់រឿងថ្មីជាបន្តទៀតជម្រាបលាអ្នកទាំងអស់គ្នា